បាទស្វាគមន៍មកកាន់វីដេអូទី3របស់ Economic Cambodia ដែលថ្ងៃនេះយើងនឹងមកមើលអំពី Chapter 5 នៅក្នុងសៀវភៅ Principle of Economics ហើយ Chapter នេះយើងនិយាយអំពី Price Elasticity and its application អញ្ចឹងយើងនឹងមកមើលអំពី Price Elasticity អញ្ចឹង Price Elasticity ហ្នឹងវាគឺជាការប្រែប្រួលនៅក្នុង demand ពេលដែលតម្លៃនៅលើផលិតផលឬក៏សេវាកម្មហ្នឹងវាមានការប្រែប្រួលអញ្ចឹងការប្រែប្រួលហ្នឹងវាអាចតម្លៃឡើងឬក៏តម្លៃចុះអញ្ចឹងណាអញ្ចឹង price elasticity ហ្នឹងវាជួយយើងឲ្យយើងមើលដឹងថាបើសិនជាយើងដំឡើងតម្លៃប៉ុណ្ណេះតើការលក់របស់យើងកើនឡើងឬក៏ថយចុះហើយបើវាកើនឡើងប៉ុន្មានហើយបើថយចុះប៉ុន្មានអញ្ចឹងណាបាទអញ្ចឹងឥឡូវយើងទៅចំណុចបន្ទាប់ដើម្បីមើលលម្អិតអំពី price elasticity ហ្នឹងអញ្ចឹងមុននឹងយើងចូលទៅដល់របៀបស្វែងរកពី price elasticity ហ្នឹងយើងត្រូវដាក់ scenario ឲ្យមួយសិនឥឡូវឧទាហរណ៍ថាយើងជាអាជីវកម្មមួយដែលយើងធ្វើការបង្កើត website លក់ទៅឲ្យក្រុមហ៊ុននៅក្នុងស្រុកអញ្ចឹងwebsite ហ្នឹងគឺយើងជាទូទៅយើងគិតពីអតិថិជនរបស់យើងហ្នឹង$200ក្នុងមួយ website ហើយក្នុងមួយខែយើងអាចលក់បាន12 website បាទអញ្ចឹងបន្ទាប់មកតម្លៃនៃការផលិត website ហ្នឹងវាចេះតែកើនឡើងដោយយើងដឹងស្រាប់ហើយតម្លៃឧទាហរណ៍ថា software ឬក៏បុគ្គលិកយើងប្រាក់ខែគាត់ក៏កើនឡើងដែរអញ្ចឹងយើងមិនអាចលក់ website យើងតែ200ទៀតទេអញ្ចឹងផលិតផលឬក៏សេវាកម្មអីក៏អញ្ចឹងដែរតែងតែឡើងថ្លៃពីមួយពេលទៅមួយពេលអញ្ចឹងណាហ្នឹងហើយអញ្ចឹងក្នុងឧទាហរណ៍នេះយើងលើកអំពីការធ្វើ website លក់អញ្ចឹងដោយសារតែតម្លៃផ្សេងកើនឡើងហើយក្នុងនោះរួមទាំងតម្លៃ opportunity cost តម្លៃឱកាសរបស់យើងដែរកើនឡើងអញ្ចឹងយើងក្នុងនាមជាម្ចាស់អាជីវកម្មហ្នឹងគឺបានពិចារណាដើម្បីឡើង website ឡើងតម្លៃរបស់ website យើងហ្នឹងពី200ទៅ250ហើយបើសិនជាយើងនៅចាំពីវីដេអូមុនយើងនិយាយអំពី demand law of demand ហ្នឹងពេលណាដែលតម្លៃកើនឡើងអញ្ចឹងការលក់របស់យើងវាអាចនឹងថយចុះអញ្ចឹងណាបាទហើយអញ្ចឹងឥឡូវយើងចង់ដឹងថាបើសិនជាយើងឡើងតម្លៃ$50អញ្ចឹងតើ website របស់យើងនឹងមានលក់ថយចុះចំនួនប្រមាណហើយចំណូលរបស់យើងនឹងធ្លាក់ចុះឬក៏វាអាចកើនឡើងអញ្ចឹង price elasticity វាជួយយើងឲ្យមើលឃើញកន្លែងហ្នឹងបាទអញ្ចឹងយើងទៅចំណុចមួយទៀតអញ្ចឹងអានេះគឺជា price elasticity of demand ការប្រែប្រួលពីតម្រូវការអញ្ចឹងឥឡូវយើងស្វែងយល់ពីពាក្យ elasticity បន្តិចសិនelasticity ហ្នឹងគឺវាគឺជាការវាស់វែងនៅការឆ្លើយតបរវាងQD ទៅនឹង QS អញ្ចឹង QD ហ្នឹងគឺ quantity demanded ហើយនឹង QS ហ្នឹងគឺ quantity supply បាទអញ្ចឹងelasticity ហ្នឹងគឺគេថា to a change in one of it determine ការផ្លាស់ប្ដូរនៅក្នុងផ្នែកណាមួយនៃផលិតផលឬសេវាកម្មរបស់យើងអាចជាការផ្លាស់ប្ដូរតម្លៃឬក៏បើផលិតផលនឹងជារបស់ហូបចុកអាចជាការផ្លាស់ប្ដូររសជាតិអីអញ្ចឹងណាបាទតែក្នុងនេះយើងនិយាយពីការផ្លាស់ប្ដូរតម្លៃទេហើយមួយទៀតយើងមើលពី price elasticity of demand អញ្ចឹងយើងមើលថា how much the quantity demanded for a good respond to a change in price of that good អញ្ចឹង price elasticity of demand ហ្នឹងយើងចង់មើលថាតើចំនួនរបស់ផលិតផលហ្នឹងនឹងមានការផ្លាស់ប្ដូរមានតម្រូវការហ្នឹងផ្លាស់ប្ដូរប៉ុន្មានក្នុងការឆ្លើយតបទៅនឹងតម្លៃដែលយើងបានកែប្រែតម្លៃពីដើមទៅ200ឥឡូវយើងឡើងមក250អញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងគេថានិយាយឲ្យស្រួលស្ដាប់ទៅគឺ price elasticity ហ្នឹងគឺជាការវាស់វែងមើលពី sensitivity of buyer demand វាស់វែងមើលពីកប្បកិរិយាឬក៏ការផ្លាស់ប្ដូររបស់អ្នកទិញហ្នឹងពីតម្រូវការរបស់អ្នកទិញពេលដែលតម្លៃឡើងតើកប្បកិរិយាគាត់យ៉ាងម៉េចគាត់ទិញ
តដែលគាត់ទិញតិចជាងមុនឬក៏យ៉ាងម៉េចចឹងណាបាទអញ្ចឹងនេះជារូបមន្តដែលគេប្រើជាទូទៅច្រើនជាងគេប្រើ midpoint price elasticity of demand ហ្នឹងគេប្រើ midpoint method អញ្ចឹងវាមានវិធីសាស្ត្រផ្សេងទៀតដើម្បីគណនារក price elasticity ហ្នឹងណាប៉ុន្តែវិធីសាស្ត្រដែលគេប្រើច្រើនគឺ midpoint នេះហើយបាទអញ្ចឹងខ្ញុំសូមលើកយកតែ midpoint មកបង្ហាញទេអញ្ចឹង midpoint ហ្នឹងគឺជាចំណុចកណ្ដាលnumber halfway between the start and end value ចំណុចកណ្ដាលរវាងលេខចាប់ផ្ដើមហើយនិងលេខនៅចុងបញ្ចប់អញ្ចឹងនេះគេមានឧទាហរណ៍ដាក់ជារូបមន្តឲ្យយើងណា percentage change នេះគឺស្មើ end value ដក start value ចែកនឹង midpoint គុណ100បាទអញ្ចឹងឥឡូវយើងទៅមើលរូបមន្តហើយនឹងរបៀបគណនាជាក់ស្ដែងតែម្ដងបាទអញ្ចឹងនេះគឺជារបៀបគណនា percentage change នៅក្នុង demand for website ដែលយើងនិយាយខាងលើណាហ្នឹងហើយអញ្ចឹងនេះនៅក្នុងgraph នេះយើងឃើញមាន200 250 8 12ហ្នឹងណាអញ្ចឹងខ្ញុំសូមបង្ហាញម្ដងមួយអញ្ចឹងយើងឃើញថាបើសិនជា website យើងនៅលក់តម្លៃ$200យើងមើលនៅ200ហ្នឹងមានខ្សែត្រង់ចុចមួយមកខាងស្ដាំហ្នឹងរហូតមកដល់អក្សរ A ហ្នឹងហើយយើងមើលវាចុះក្រោមមកឃើញថាយើងលក់បាន12 website បើសិនជាតម្លៃ200ណាបាទប៉ុន្តែបើសិនជាយើងដំឡើងតម្លៃពី250ពី200ទៅ250ហើយយើងមើលពី250ហ្នឹងចុចមកខាងស្ដាំមកគឺយើងលក់បានតែត្រឹមអក្សរ B ទេអញ្ចឹងអក្សរ B នេះយើងមើលវាចុះក្រោមមកបានតែ8 website ទេបាទអញ្ចឹង midpoint ហ្នឹងវាជួយយើងថាតើយើងឡើង$50អញ្ចឹងហើយលក់យើងចុះមកនៅត្រឹម8តើការចុះហ្នឹងវាសមមាត្រអត់វាចំណេញអត់ក្នុងការយើងដំឡើងតម្លៃហ្នឹងអញ្ចឹងណាបាទតោះឥឡូវយើងមើលពីរបៀបគណនាទាំងអស់គ្នានៅខាងស្ដាំដៃយើងឃើញអក្សរពណ៌ក្រហមគេដាក់ថា using the midpoint method of computing percentage changes អញ្ចឹងយើងប្រើ midpoint ដើម្បីគណនាមើលពីការផ្លាស់ប្ដូរភាគរយអញ្ចឹងទី1យើងត្រូវរក percentage change នៅក្នុង P អញ្ចឹងយើងចង់មើលតើ percentage change នៅក្នុង price ហ្នឹងប្រមាណអញ្ចឹងដើម្បីរក percentage change នៅក្នុងតម្លៃហ្នឹងបានគឺយើងត្រូវយក250នេះ250យើងបានពីតម្លៃ website ដែលយើងឡើងទៅមិញណាហ្នឹងហើយយើងឡើងពី200ទៅ250អញ្ចឹងយើងយក250ដក200ចែកនឹង225ចុះយើងឆ្ងល់ថា225ហ្នឹងបានពីណាមកអញ្ចឹង225នេះយើងយក250បូកនឹង200ចែកនឹង2មកឃើញ225ហើយដោយសារវាជា midpoint របស់តម្លៃend value និងតម្លៃ start value 225ហ្នឹងបាទតោះមកយើងគុណនឹង100ពេលយើងគុណនឹង100ទៅយើងឃើញ22.2% បាទអញ្ចឹងបន្ទាប់ពីយើងរកpercentage change នៅក្នុង price ហើយយើងទៅរកpercentage change នៅក្នុង Q ម្ដងអញ្ចឹង percentage change នៅក្នុង Q គឺវាស្មើឲ្យ12ដក8នេះ12នេះតម្លៃ200យើងលក់បាន12ហើយតម្លៃ250យើងលក់បាន18ទេអញ្ចឹងយើងយក12ដក8ចែកឲ្យ10 10ហ្នឹងយើងបានមកពីណានេះ10ហ្នឹងយើងយក12បូក8វាស្មើ20 12បូក8បន្ទាប់មកយើងចែកនឹង2មកវាស្មើ10អញ្ចឹង10ហ្នឹងជា midpoint របស់12ហើយ8យើងបានន័យថា10ហ្នឹងជាចំណុចកណ្ដាលនៃ12និង8បន្ទាប់មកយើងគុណនឹង100វាស្មើ 40% បាទអញ្ចឹងដើម្បីរក price elasticity បានគឺយើងត្រូវយក40ដែលយើងបានរកឃើញពី percentage change នៅក្នុង Q ហ្នឹងយកមកចែកនឹង 22.2 ដែលយើងរកបានពីនេះ percentage change នៅក្នុង price ហ្នឹងណាអញ្ចឹងយើងយក40ចែកនឹង 22.2 មកយើងឃើញមានចំនួន1.8 អញ្ចឹងពេលយើងរកឃើញ 1.8 អញ្ចឹងវាបានន័យថាម៉េចវាប្រាប់យើងយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងនេះយើងមើលការបកស្រាយខាងក្រោមនេះអ
អញ្ចឹងពេលយើងរកឃើញ 1.8 អញ្ចឹងជារួមវាប្រាប់យើងថាពេលដែលតម្លៃមានការផ្លាស់ប្ដូរ 1% ចំនួនដែលត្រូវការដោយអតិថិជនហ្នឹងគឺវាផ្លាស់ប្ដូររហូតដល់ 1.8% អញ្ចឹងបានន័យថាវាផ្លាស់ប្ដូរហ្នឹងគឺ opposite direction បាទបានន័យថាតម្លៃយើងដូរតែ 1% ទេប៉ុន្តែតម្រូវការពីអតិថិជនក្នុងការទិញ website យើងថយរហូតដល់ 1.8% អញ្ចឹងយើងអាចបកស្រាយបានថាបើសិនជាតម្លៃនឹងថយចុះតម្រូវការវានឹងកើនឡើងច្រើនណាស់ប៉ុន្តែបើសិនជាតម្លៃនឹងកើនឡើងតម្រូវការនឹងវាក៏ថយចុះខ្លាំងដែរបាទអញ្ចឹងអាហ្នឹងវាបង្ហាញថា consumer នឹង very responsive to the price changes បានន័យថាអតិថិជនអ្នកដែលទិញ website របស់យើងនេះគឺគាត់មានការប្រែប្រួលខ្លាំងមែនទែនពីការកើនឡើងតម្លៃរបស់យើងហ្នឹងអញ្ចឹងបានន័យថានៅក្នុងទីផ្សារហ្នឹងមិនមែនមានតែយើងម្នាក់ទេជាអ្នកផ្គត់ផ្គង់ website បើសិនជាយើងឡើងទៅដល់250អ្នកដែលត្រូវការ website គាត់អាចទៅរកទិញពីក្រុមហ៊ុនផ្សេងដែលគេdevelop website ហ្នឹងលក់ដែរអញ្ចឹងណាបាទហើយចំណុចមួយទៀតខ្ញុំចង់បញ្ជាក់ដែរនោះគឺprice elasticity ពេលដែលយើងរកឃើញវាធំជាងមួយគឺយើងអាចបញ្ជាក់បានថាគឺតម្លៃឬក៏ការផ្លាស់ប្ដូរនៃតម្លៃហ្នឹងគឺគេហៅថា elasticity ប៉ុន្តែបើសិនជាយើងកណនាទៅ price elasticity របស់យើងក្រោម1អញ្ចឹងតម្លៃរបស់យើងនឹងបានន័យថា inelasticity ហើយ inelasticity នឹងបានន័យថាម៉េចបានន័យថាបើទោះបីជាយើងឡើងតម្លៃក៏ដោយតែតម្រូវការមិនថយចុះទេបានន័យថាទោះបីផលិតផលនឹងឡើងតម្លៃក៏ដោយតែតម្រូវការនៅតែមានដដែលហើយក្នុងករណីអញ្ចឹងយើងឃើញភាគច្រើននៅក្នុងផលិតផលឬក៏សេវាកម្មចាំបាច់មួយចំនួនខ្ញុំអាចលើកឧទាហរណ៍ដូចជាថ្នាំសម្រាប់ព្យាបាលជំងឺអញ្ចឹងថ្នាំសម្រាប់ព្យាបាលជំងឺដោយសារតែមនុស្សដែលឈឺគាត់ត្រូវការថ្នាំជាចាំបាច់ដើម្បីព្យាបាលជំងឺអញ្ចឹងបើទោះបីជាតម្លៃនៃថ្នាំនឹងកើនឡើងក៏តម្រូវការថ្នាំនឹងមិនថយចុះដែរហើយបើថយចុះក៏ថយចុះតិចតួចដែរបាទហើយមួយទៀតតាក់ទងនឹងប្រេងសាំងដោយសារតែដូចយើងដឹងហើយមនុស្សយើងគឺត្រូវការសាំងដើម្បីធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងបើទោះបីជាសាំងឡើងថ្លៃតម្រូវការរបស់សាំងហ្នឹងក៏នៅតែមានដែរហើយបើសិនជាថយចុះក៏មិនថយចុះច្រើនដែរបានន័យថាបើសិនជាតម្លៃឡើង 1% តម្រូវការថយចុះមិនលើសពី 1% ទេអាចក្រោម 1% អញ្ចឹងណាបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងដែលនិយាយអំពី price elasticity ហ្នឹងគឺមានប៉ុណ្ណឹងហើយបើមានសំណួរអីអាចសួរនៅខាងក្រោមហើយជួបគ្នានៅវីដេអូក្រោយអរគុណ